សួស្តីបងថ្ងៃនេះខ្ញុំមកណែនាំម៉ាស៊ីន Tesco model ថ្មី on call vivid ដែលម៉ាស៊ីនរបស់យើងនេះដែរគឺមកជាមួយកាបូបទុកដាក់ម៉ាស៊ីនចំនួន1មានទូម៉ាស៊ីនចំនួន1មានប៊ិចសម្រាប់ដាក់ម្ជុលចំនួន1មានស្លឹកតែជូនមកបងមកកំប៉ុងនិងម្ជុលចំនួន10គ្រាប់ផងដែរហើយក៏មានសៀវភៅណែនាំបន្ថែមពីរបៀបប្រើប្រាស់ម៉ាស៊ីននេះហើយចំពោះទូម៉ាស៊ីនរបស់យើងនេះដែរគឺប្រើប្រាស់ដោយដាក់ថ្មពិលខ្ញុំដាក់ថ្មហើយហើយដែលម៉ាស៊ីនរបស់យើងនេះមានប៊ូតុងចំនួន3ដែលប៊ូតុងកណ្ដាលនេះគឺជាប៊ូតុងសម្រាប់បិទនិងបើកម៉ាស៊ីនប៊ូតុងអក្សរ M នេះគឺជាប៊ូតុង memory សម្រាប់តាមលទ្ធផលដែលបងធ្លាប់បោះនិងអក្សរ S នេះសម្រាប់ set ម៉ោងនឹងថ្ងៃឥឡូវយើងមកប្រាប់ពីរបៀប set ម៉ោងនឹងថ្ងៃមុនដំបូងបងធ្វើការបើកដំណើរការម៉ាស៊ីនសិនបន្ទាប់មកបងចុចអក្សរ S ដើម្បី set ម៉ោងនឹងថ្ងៃចុចឲ្យយូរតិចមកបន្ទាប់មកគេឲ្យបងជ្រើសរើសពណ៌រយៈពេល12ម៉ោងឬក៏24ម៉ោងដែលប៊ូតុងអក្សរ M ឬក៏អក្សរ S នេះសម្រាប់ផ្លាស់ប្ដូរថាបងជ្រើសរើសយកមួយណាឥឡូវយើងធ្វើការជ្រើសរើស12ម៉ោងហើយចុច sell មួយមកដូចចុចប៊ូតុងកណ្ដាលដើម្បី sell ហើយនេះគឺសម្រាប់ជ្រើសរើសថាបងចង់ដាក់ថ្ងៃមុនឬក៏ខែមុនហើយនេះគឺសម្រាប់ខែមុនឬក៏ថ្ងៃមុនចុចប៊ូតុងអក្សរ M ដើម្បីបន្ថយយកថ្ងៃហើយបន្ទាប់មកខែហើយបន្ទាប់មកចុច sell មួយមកហើយនេះគឺសម្រាប់ set ឆ្នាំបងធ្វើការបន្ថយមក2025មកហើយចុចប៊ូតុងកណ្ដាលដើម្បី sell ហើយនេះគឺសម្រាប់ឲ្យបងដាក់ខែនេះខែ1បន្ថយមកខែ1មកហើយចុច sell មួយទៀតមកបន្ទាប់មកគេឲ្យបងដាក់ថ្ងៃនេះគឺថ្ងៃ13ហើយ sell មួយទៀតមកហើយនេះគឺគេឲ្យបង set ម៉ោងឥឡូវម៉ោង1ហើយដាក់នាទីមកចុច sell ហើយដាក់នាទីឥឡូវម៉ោង1កន្លះខ្ញុំដាក់ម៉ោង1កន្លះហើយចុច sell មួយទៀតមកបន្ទាប់មកគេឲ្យបងជ្រើសរើសបើបងមិនទាន់ញ៉ាំអីទេបងចុច off បើសិនជាញ៉ាំអីហើយបងចុច on នេះចុច on នេះប៉ុន្តែខ្ញុំអត់ទាន់ញ៉ាំអីទេខ្ញុំសូមបន្ថយមក off ហើយចុច sell មួយទៀតមកបន្ទាប់ពីបង set ម៉ោងអីហើយបងអាចធ្វើការតេស្តបានហើយឥឡូវបងធ្វើការយកមកចូលដាក់នៅក្នុងប៊ិចរបស់យើងហើយមូលក្បាលចេញហើយបិទគម្របវាវិញហើយបន្ទាប់មកសេរីទៅតាមស្បែកដៃរបស់បងមកជ្រើសរើសយកលេខ3ហើយបន្ទាប់មកធ្វើការទាញគូតមួយសិនមកហើយធ្វើការយកស្លេកកដើម្បីយកមកជូតដៃឲ្យស្អាតហើយយកស្លឹកតែងរបស់យើងនោះយកដាក់ចូលទៅក្នុងទូម៉ាស៊ីនរបស់យើងនៅដាក់ផ្នែកខាងសចុះមកខាងក្រោមហើយរងចាំបន្តិចវានឹងលោតឲ្យបងដាក់ឈាមអីបន្ទាប់មកយកប៊ិចដែលយើងដាក់មកចូលរួចហ្នឹងយកមកចាក់មកបងធ្វើការច្បាស់យកឈាមហើយយកស្លឹកតែយកដាក់ឈាមចូលហើយបន្ទាប់មករងចាំលទ្ធផលនេះលទ្ធផលគឺ83ហើយបន្ទាប់មកបងយកលទ្ធផលមកកត់ត្រាទុកដើម្បីតាមដានប្រចាំថ្ងៃហើយធ្វើការយកស្លឹកតេស្តចេញពីម៉ាស៊ីនដោយទាញវាទៅខាងមុខចឹងមកហើយដកមកចូលចេញពីប៊ិចរបស់យើងដើម្បីកុំឲ្យមុតដៃគឺយកវាចុចទៅនឹងក្បាលវាវិញមកហើយបន្ទាប់មកទាញវាចេញបន្ទាប់មកបងអាចចុចមើលលទ្ធផលដែលបងធ្លាប់បោះពីមុនដោយចុចអក្សរ M នេះមកនេះលទ្ធផលដែលបងធ្លាប់បោះពីមុនចាអរគុណ